ភាពខ្មៅនៃទ្វីបអាហ្វ្រិកនៅក្នុងទ្វីបអាហ្វ្រិកមានសត្វមួយដែលសូម្បីតែសត្វតោក៏មិនហ៊ានប្រឈមមុខនឹងវាតែម្នាក់ឯងវាមិនលឿនជាងខ្លាវាមិនធំជាងដំរីហើយក៏មិនមានពិសដូចជាសត្វពស់ឡើយប៉ុន្តែសត្វនេះត្រូវបានអ្នកប្រមាញ់ហៅថាមរណភាពខ្មៅតែសត្វនោះគឺ Capybara Capybara គឺជាក្របីម្យ៉ាងដែលគេប្រទះឃើញនៅទ្វីបអាហ្វ្រិកវាមើលទៅហាក់បីដូចជាក្របីធម្មតាប៉ុន្តែការពិតវាជាសត្វមួយនៅក្នុងចំណោមសត្វគ្រោះថ្នាក់បំផុតនៅក្នុងទ្វីបអាហ្វ្រិកវាអាចមានទម្ងន់លើសពី900គីឡូក្រាមនិងអាចរត់បានល្បឿនលឿនជាង50គីឡូម៉ែត្រក្នុង1ម៉ោងស្នែងរបស់វារឹងមាំប្រៀបដូចជាដែកការវាយប្រហារមួយរបស់វាអាចបំបាក់ឆ្អឹងមនុស្សបានភ្លាមៗក៏ប៉ុន្តែអ្វីដែលគួរខ្លាចជាងកម្លាំងរបស់វានោះគឺទឹកចិត្តរបស់វាក្របី Capybara មិនរត់គេចដូចជាសត្វដទៃទេនៅពេលដែលវាមានអារម្មណ៍ថាត្រូវបានគំរាមកំហែងដល់នរណាម្នាក់វានឹងត្រឡប់មកវាយវិញជាមិនខានអ្នកប្រមាញ់ជាច្រើននៅទ្វីបអាហ្វ្រិកបាននិយាយថាប្រសិនបើអ្នកបាញ់ Capybara ហើយវាមិនស្លាប់ទេវានឹងតាមសម្លាប់អ្នកវិញជាមិនខានដោយដែលយើងបានដឹងហើយថាសត្វតោគឺជាស្ដេចនៃសត្វព្រៃប៉ុន្តែពេលវាប្រឈមមុខនឹង Capybara ស្ថានភាពអាចផ្លាស់ប្ដូរភ្លាមៗ Capybara រស់នៅជាក្រុមធំៗហើយពួកវាមានភាពសាមគ្គីគ្នាយ៉ាងខ្លាំងនៅពេលដែលសត្វតោវាយប្រហារកូនក្របីក្រុមក្របីទាំងមូលអាចត្រឡប់មកជួយគ្នាវិញមានករណីជាច្រើនដែលក្របីព្រៃបានវាយសម្លាប់សត្វតោដោយស្នែងដ៏មហិមារបស់វាពេលខ្លះវាអាចក្របួចបោះសត្វតោឡើងទៅលើអាកាសអ្វីដែលធ្វើឲ្យ Capybara គ្រោះថ្នាក់ខ្លាំងគឺវាមិនអាចទាញទម្ងន់បានទេវាអាចឈរស្ងៀមមើលអ្នកហើយភ្លាមនោះវានឹងរត់ស្ទុះយ៉ាងលឿនដូចជារថភ្លើងជប៉ុនប្រកាសមនុស្សជាច្រើនគិតថាសត្វតោឬត្រីឆ្លាមគឺគួរឲ្យខ្លាចបំផុតក៏ប៉ុន្តែនៅទ្វីបអាហ្វ្រិកអ្នកប្រមាញ់ជាច្រើនគឺមានការខ្លាចរអាចំពោះ Capybara ជាជាងសត្វណាទាំងអស់អាវុធដ៏គ្រោះថ្នាក់ដែលផ្ដល់ឲ្យពីធម្មជាតិរបស់ Capybara គឺជាស្នែងដ៏មុតស្រួយរបស់វាស្នែងរបស់វាភ្ជាប់ទៅនឹងក្បាលដែលបង្កើតជាស្រទាប់ឆ្អឹងយ៉ាងរឹងមាំដូចជាខែលការពារនេះមានន័យថាសូម្បីតែក្របកំភ្លើងមួយចំនួនក៏មិនអាចបញ្ឈប់ក្របី Capybara បានភ្លាមឡើយហើយនៅពេលដែលវារត់ចូលវាប្រហារ
សត្វដទៃក៏ដូចជាមនុស្សស្ទើរតែគ្មានពេលសម្រាប់ប្រកេចនោះទេក្របី Copy Buffalo មិនមែនជាសត្វដែលស៊ីសាច់ជាអាហារនោះទេវាមិនប្រមាញ់មនុស្សដូចជាសត្វតឡើយប៉ុន្តែវាជាភស្តុតាងបញ្ជាក់ថាសត្វដែលគួរខ្លាចបំផុតនៅលើពិភពលោកមិនចាំបាច់ត្រូវមានចង្កូមមុតស្រួចនោះទេពេលខ្លះអ្វីដែលគួរខ្លាចបំផុតគឺជាសត្វដែលមិនចេះដកថយហើយនៅក្នុងវាលស្មៅដ៏ធំធេងរបស់ទ្វីបអាហ្វ្រិកក្របី Copy Buffalo នៅតែជាមហាអំណាចដ៏គួរខ្លាចមួយដែលសូម្បីតែស្ដេចសត្វព្រៃក៏ត្រូវគោរពវាដែរ